ដែលចូលចិត្តហិលអីគឺដឹងតែត្រូវហ្មងសម្រាប់សាច់គោគឺខ្ញុំប្រើជាសាច់ផ្អែមសាច់កន្លែងហ្នឹងវាឆ្ងាញ់ហើយវាផុយល្អទៀតប៉ុន្តែបើសិនជាបងប្អូនចង់ប្រើជារបៀបសាច់ច្រឡកសាច់កន្លែងណាដែលផុយផ្សេងក៏បានដែរបន្ទាប់ពីនឹងមកគឺយើងមានជាខ្ទឹមសជាមួយនឹងម្ទេសខ្ទឹមសយើងប្រើ5-6កំពឹសម្ទេសតិចច្រើនតាមចំណង់ចំណូលចិត្តបុកវាឲ្យម៉ត់ហើយទុកម្ដុំសិនមកហើយមុននឹងយើងឆាគឺខ្ញុំចៀនពងទាឲ្យហើយសិនណាបងប្អូនសម្រាប់ការចៀនរបស់ខ្ញុំនេះគឺយកឆ្អិនតែមួយចាហៀងទេអញ្ចឹងហើយពេលចៀនហ្នឹងយើងបើកភ្លើងរៀងតិចបានហើយបន្ទាប់ពីនឹងមកចាំយើងដាក់ខ្ទះចាក់ប្រេងឆារៀងច្រើនបន្តិចហើយយើងពងខ្ទឹមសជាមួយនឹងម្ទេសអានេះពងឲ្យវាឡើងឈួលឈ្ងុយបន្តិចសិនមកចាំយើងដាក់សាច់គោចូលបន្ទាប់ពីដាក់សាច់គោចូលហើយបងប្អូនបើកភ្លើងឲ្យរៀងក្តៅខ្លាំងបន្តិចមកហើយឆាវាប្រហែលជាខ្ទង់អត់ដល់1នាទីណាព្រោះអីសាច់គោឆាយូរពេកគឺអត់សូវឆ្ងាញ់ទេហើយចាំយើងដាក់គ្រឿងយកហ្មងប្រេងខ្យងខ្ញុំដាក់1ស្លាបព្រាបាយកន្លះទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករចំនួន2ស្លាបព្រាកាហ្វេហើយសម្រាប់ប្រេងម្ទេសនេះបើសិនជាបងប្អូនមានដាក់មកតែបើអត់មានក៏អត់អីដែរបន្ទាប់មកចាំយើងដាក់សណ្តែកគួរចូលជាមួយគ្នាឆាវាប្រហែលជាខ្ទង់កន្លះនាទីណាបងប្អូនកុំឆាយូរពេកសាច់គោឆាយូរពេកគឺវាអត់សូវឆ្ងាញ់ទេមើលតែវាចូលជាតិមិនល្មមបងប្អូនអាចភ្លក់បានសម្រាប់បន្លែសណ្តែកគួរនេះមិនបាច់ឲ្យឆ្អិនពេកទេបងប្អូននៅជ្រុបអញ្ចឹងឲ្យបានឆ្ងាញ់ហើយចុងក្រោយគេគឺយើងដាក់ម្រះព្រៅមកម្រះព្រៅនេះដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់ហ្មងបន្ទាប់ពីយើងបង់ម្រះព្រៅចូលហើយគឺបិទភ្លើងភ្លាម កូរវា5-6ត្រឡប់ទៀតទៅម្រះព្រៅរបស់យើងនេះវាឡើងរាងស្លាប់ហើយអានេះបើសិនជាឆាយូរពេកម្រះព្រៅវាទៅជារាងខ្មៅសកមហើយបញ្ជាក់បងប្អូនគ្រឿងក្រៅដែលខ្ញុំប្រើទាំងអស់ហ្នឹងគឺខ្ញុំធ្វើសាច់គោតែ2ខាំទេអានេះគឺមិនល្មមញ៉ាំម្នាក់ឬក៏2នាក់អីអញ្ចឹងណាហើយពងទាជាប់ភ្នៅនេះហើយញ៉ាំជាមួយគ្នាទៅគឺត្រូវ